ជំរាបសួរប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់ Channel សម្រាប់រឿងរបស់ Admin Mochita ជួបគ្នាជាមួយ Admin ម្ដងទៀតនៅក្នុងខ្សែរឿងព្រំលិខិតកំណត់ស្នេហ៍ក្នុងភាគបញ្ចប់ទាំងអស់គ្នាដោយបន្តពីការគម្រាមរបស់យាជីនជាមួយនឹង Han Chen ហើយទាហានម្នាក់ហ្នឹងក៏បាននាំពួកគេទាំងពីរនាក់ហ្នឹងមកកន្លែងធ្វើការផ្ទុកស្បៀងរបស់ពួកគេហ្នឹងអញ្ចឹងយាជីនគេក៏បានឆែកមើលស្បៀងដែលត្រៀមនឹងចាញ់យកទៅខាងព្រំដែននោះហើយស្បៀងហ្នឹងគឺមិនមែនជាអង្គទេបើជាគ្រាន់តែជាអង្កាមដែលពួកគេហ្នឹងដាក់បន្លំយកទៅយាជីនក៏បានដេញដោលសួរនាំឲ្យទាហានម្នាក់ហ្នឹងប្រាប់គេចោលចំនួនស្បៀងដែលពួកគេហ្នឹងបានប្រមូលពីអ្នកភូមិហ្នឹងយកទៅលាក់ទុកនៅឯណាទាហានម្នាក់ហ្នឹងគឺគេអាចចង់ប្រាប់តែហានចិនធ្វើការគម្រាមចង់កាត់ដៃរបស់គេទៅគេនឹងព្រមប្រាប់ប៉ុន្តែពេលហ្នឹងដោយសារតែមានមនុស្សមកអញ្ចឹងពួកគេក៏លាក់ខ្លួនសិនហើយអ្នកចូលមកហ្នឹងគ្រាន់តែជាកងទ័ពដែលបានប្រមូលស្បៀងហ្នឹងយកមកដាក់ក្នុងឃ្លាំងហ្នឹងទេរួចហើយពួកគេក៏ចាក់ចាញ់អាយឆេញគេក៏បានចាប់អារម្មណ៍នៅកន្លែងដែលគេលាក់ខ្លួនហ្នឹងគឺមានស្បៀងផ្សេងទៀតគេក៏បានអូតមើលទៅគឺជាស្បៀងគ្រាប់អង្គណាហើយគ្រាប់អង្គហ្នឹងគឺធ្វើការផ្ញើទៅឲ្យព្រំដែនផ្សេងយាឆេញហ្នឹងគេក៏ធ្វើការប៉ានស្មាតដឹងថាពួកគេហ្នឹងគឺកំពុងតែមានលួចលាក់ចិញ្ចឹមទ័ពដោយខ្លួនឯងអញ្ចឹងគេក៏ចង់ដឹងថាតើនរណាគេគឺជាអ្នកដឹកនាំពួកគេម្នាក់ហ្នឹងក៏ប្រាប់ថាគឺជារាជទាយាតែហានចិនគេមិនជឿថានេះគឺជាស្នាដៃរបស់ផៃស៊ីណអញ្ចឹងហើយយាឆេញហ្នឹងគេក៏បានបន្តសួរទៀតថាស្បៀងទាំងអស់ហ្នឹងពួកគេនឹងដឹកជញ្ជូននៅពេលណាចម្លើយនោះគឺថាពួកគេនឹងធ្វើការដឹកជញ្ជូនស្បៀងហ្នឹងនៅក្នុងរយៈពេល3ថ្ងៃទៀតនៅពាក់កណ្ដាលយកបន្ទាប់ពីបានដឹងការពិតហើយយាឆេញហ្នឹងគេក៏បានឲ្យទាហានម្នាក់ហ្នឹងធ្វើការដឹកនាំស្បៀងហ្នឹងយកមកឲ្យអ្នកភូមិវិញហើយអ្នកភូមិហ្នឹងក៏ពិតជាសប្បាយចិត្តដែលពួកគេហ្នឹងអាចទទួលបានស្បៀងរបស់គេត្រឡប់មកវិញហើយដោយសារតែជំរុំកងទ័ពរបស់ផៃស៊ីហ្នឹងក៏នៅក្បែរហ្នឹងដែរអញ្ចឹងហើយយាឆេញហ្នឹងគេក៏បានហានចិនហ្នឹងជូនគេទៅកន្លែងហ្នឹងបន្តិចរួចហើយពួកគេហ្នឹងក៏បានមកដល់ជំរុំទ័ពរបស់ផៃស៊ីនេះហើយពួកគេហ្នឹងក៏បានជួបជាមួយនឹងមេទ័ពម្នាក់គឺជាមេទ័ពយិនឈៀវដែលធ្វើការដឹកនាំទ័ពនៅកន្លែងហ្នឹងអញ្ចឹងទៅយាឆេញហ្នឹងគេក៏បានចាប់ប្រាពីរឿងរ៉ាវដែលកំពុងតែកើតឡើងហ្នឹងឲ្យមេទ័ពយិនបានដឹងហើយពួកគេហ្នឹងក៏គិតថាប្រហែលជាមានទាហានបង្កប់ហ្នឹងនៅក្នុងជំរំរបស់ពួកគេហើយលោកមេទ័ពយិនដំបូងក៏ចង់ចាត់ការជាមួយនឹងពួកទាហានបង្កប់ទាំងអស់ហ្នឹងព្រោះមិនអាចឲ្យពួកគេហ្នឹងបន្តបង្ខូចកេរ្តិ៍ឈ្មោះរបស់រាជទាយានអញ្ចឹងបានទេក៏ប៉ុន្តែយាឆេញគេអាចធ្វើអញ្ចឹងទេក៏ដោយសារតែពួកគេហ្នឹងមិនដឹងថាពួកទាហានបង្កប់ហ្នឹងគឺវាមានគ្នាគេហ្នឹងប្រហែលអ្នកទៀតនៅឯណានោះទេអញ្ចឹងទៅយាឆេញហ្នឹងគេក៏បានឲ្យហានចិនហ្នឹងគឺត្រឡប់ទៅរាជវាំងវិញដើម្បីទូលថ្វាយព្រះរាជទាយាសិនទៅទុកឲ្យគេជាមួយនឹងលោកមេទ័ពយិនហ្នឹងគឺនៅតបតល់ជាមួយនឹងទាហាននៅឯណេសានមើលពីស្ថានភាពរបស់ពួកគេហើយយកមកមើលខាងផៃស៊ីនម្ដងនៅពេលដែលផៃស៊ីនហ្នឹងកំពុងតែអង្គុយលេងអុកម្នាក់ឯងផៃយិនហ្នឹងគេក៏បានចូលមកហើយក៏និយាយលេងជាមួយនឹងផៃស៊ីនបន្តិចរួចហើយក៏បានចូលខ្លួនហ្នឹងសុំលេងអុកជាមួយនឹងផៃស៊ីនដែរលេងអុកបណ្ដាផៃយិនហ្នឹងក៏បានសួរនាំផៃស៊ីនបណ្ដាថាហេតុអីក៏ផៃស៊ីនឥឡូវហ្នឹងមានការផ្លាស់ប្ដូរច្រើនម្ល៉េះកាលពីមុនហ្នឹងបន្ទាប់ពីមេដារបស់ផៃស៊ីនបានស្លាប់ហើយផៃស៊ីនហ្នឹងគឺជាមនុស្សដែលចូលចិត្តប្រកួតប្រជែងជាមួយនឹងចំណោមបងប្អូនរបស់ពួកគេមិនចូលចិត្តចាញ់អ្នកណាទេប៉ុន្តែក្រោយពីផៃស៊ីនហ្នឹងបានទទួលតំណែងជារាជទាយានហើយផៃស៊ីនហ្នឹងហាក់បីដូចជាមិនចូលចិត្តជាមួយនឹងការប្រកួតប្រជែងទេចឹងក៏ធ្វើឲ្យផៃយិនហ្នឹងឆ្ងល់ថាផៃស៊ីនហ្នឹងចង់បានរាជបល្ល័ង្កហ្នឹងជាបន្តទៀតឬមួយក៏អត់ផៃស៊ីនដំបូងឡើយគេក៏បន្តបានឆ្លើយតបជាមួយនឹងសំណួរហ្នឹងភ្លាមៗដែរគេចេះតែនិយាយពីនេះពីនោះសិនតើផៃយិនហ្នឹងតែសារខ្លាំងមែនតើចង់ដឹងចម្លើយរបស់ផៃស៊ីនណដូច្នោះទៅផៃស៊ីនហ្នឹងគេបាននិយាយថាកាលពីមុនហ្នឹងគឺគេពិតជាមានគំនិតចង់ប្រកួតប្រជែងបន្ទាប់ពីមេដារបស់គេស្លាប់ទៅគឺគេហ្នឹងចង់បំពេញបំណងមេដារបស់គេធ្វើឲ្យព្រះបិតាហ្នឹងគឺមានការទទួលស្គាល់គេជាបុត្រនៅក្នុងចំណោមបុត្រដទៃទៀតអីចឹងណាប៉ុន្តែក្រោយមកនៅពេលដែលគេបានតំណែងជារាជទាយានហើយគឺគេក៏បានជួបជាមួយនឹងមនុស្សស្រីម្នាក់ហើយម្នាក់ស្រីហ្នឹងក៏ជាមនុស្សដែលខ្លាចស្លាប់ដែរអញ្ចឹងទៅគេហ្នឹងសម្រាប់ចាត់ថាគេហ្នឹងសុខចិត្តរស់នៅជីវិតបែបធម្មតាសាមញ្ញគឺគេមិនចង់ប្រកួតប្រជែងយីទៀតទេហើយយាហ្នឹងគេក៏បាននិយាយវិញថាម្នាក់ហ្នឹងគឺជាយាឈីងត្រូវអត់ហើយយាឈីងក៏យាឈីងទៅចាំបាច់និយាយអីគេកង់ច្រើនម៉ែហើយគេក៏ឆ្ងល់ថាហេតុអីក៏ផៃស៊ីហ្នឹងលះបង់អីដើម្បីយាឈីងអញ្ចឹងអត់មានខ្វះពីគេសោះហ្មងណាគឺគេគឺជាម្ចាស់បងដែលប្រកួតប្រជែងជាមួយនឹងផៃស៊ីនអញ្ចឹងណាមកផៃស៊ីនធ្វើអញ្ចឹងឲ្យគេហ្នឹងទៅប្រកួតប្រជែងជាមួយអ្នកណាបងប្អូនគេម្យ៉ាងដែរថាទោះបីជាប្រកួតប្រជែងគ្នាបន្តិចបន្តួចមែនក៏ប៉ុន្តែពួកគេហ្នឹងក៏មិនបានកាប់សម្លាប់គ្នាអញ្ចឹងណាជាពិសេសគឺផៃយានហ្នឹងតែម្ដងហើយនៅពេលហ្នឹងសាតែហានចិនហ្នឹងគេក៏បានត្រឡប់មកជួបជាមួយនឹងផៃស៊ីនហើយរួចគេក៏បាននិយាយរឿងគ្រប់យ៉ាងក៏ប៉ុន្តែគេបានជាជ្រុលមកនិយាយថាយាឈិញហ្នឹងគឺនៅឯព្រំដែនដែរក៏ធ្វើឲ្យផៃស៊ីនហ្នឹងបានដឹងថាយាឈិញកំពុងនៅព្រំដែនហើយគេហ្នឹងដំបូងក៏រៀងខឹងជាមួយនឹងហានចិនដែរដែលហានចិនហ្នឹងគឺអនុញ្ញាតឲ្យយាឈិញទៅជាមួយនឹងខ្លួនដែរក៏ប៉ុន្តែធ្វើមកចេះជ្រុលជាអញ្ចឹងហើយព្រោះយាឈិញហ្នឹងក៏កំពុងនៅព្រំដែនដែរផៃស៊ីនហ្នឹងមិនរងចាំយូរទេក៏បញ្ញាប់រៀបចំផ្សេងហ្នឹងចាក់ចែងទៅព្រំដែនតែផៃស៊ីនហ្នឹងភ្លេចខ្លួនថាខ្លួនហ្នឹងកំពុងតែឃុំខ្លួននៅក្នុងរាជដំណាក់អញ្ចឹងណាប៉ុន្តែមិនជាបញ្ហាទេហើយយាហ្នឹងគឺគេអនុញ្ញាតឲ្យប្អូនប្រុសរបស់គេហ្នឹងចាក់ចែងទៅទុកឲ្យគេហ្នឹងជាអ្នកដោះស្រាយរឿងមួយហ្នឹងចំណែកយាឈិញនៅព្រំដែនជាមួយនឹងលោកមេទ័ពយីនៅណែវិញគឺគេហ្នឹងមិនអាចរងចាំជាបន្តទៀតបានទេព្រោះថ្ងៃទី3ដែលពួកកងទ័ពទាំងអស់ហ្នឹងត្រូវការធ្វើការផ្លាស់ប្ដូរស្បៀងទៅកាន់ព្រំដែនរបស់ពួកគេហ្នឹងក៏បានមកដល់ហើយចឹងតែបើសិនជាពួកកងទ័ពទាំងអស់ហ្នឹងទៅបានគឺពួកគេហ្នឹងមិនអាចស្វែងរកតម្រុយពីពួកហ្នឹងបានឡើយលោកមេទ័ពយីដំបងក៏បានហាមឃាត់យាឈិញដែរព្រោះអីបើសិនជាយាឈិញធ្វើអញ្ចឹងគឺផៃស៊ីនហ្នឹងច្បាស់ជាដាក់តោគេធ្ងន់ធ្ងរហើយក៏ប៉ុន្តែយាឈិញហ្នឹងគេក៏បានធ្វើការធានាអះអាងឲ្យលោកមេទ័ពយីបើសិនជាផៃស៊ីនហ្នឹងស្ដីបន្តថាឲ្យលោកមេទ័ពយីហ្នឹងក៏គេជាអ្នកជួយការពារឲ្យអញ្ចឹងតើក៏ធ្វើឲ្យលោកមេទ័ពយីហ្នឹងយកព្រមទៅតាមការសម្រេចចិត្តរបស់យាឈិញអ្នកទាំងពីរនាក់ហ្នឹងរួមជាមួយនឹងកងទាហានមួយចំនួនហ្នឹងបានបន្លំខ្លួនចូលទៅកាន់ជំរំរបស់ទាហានឯកជនហ្នឹងហើយពួកគេហ្នឹងក៏ចូលមកនឹងបានក៏ដោយសារតែមានទាហានម្នាក់ដែលជាគ្នារបស់គេនៅកន្លែងហ្នឹងមកជាមួយដែរដែលពួកគេបានចាប់ខ្លួនហ្នឹងទាហានម្នាក់ហ្នឹងក៏បានធ្វើទៅតាមពាក្យសម្ដីរបស់យាឈិញអញ្ចឹងណាប្រាប់ឲ្យទាហានដែលយាមការនៅកន្លែងផ្ទុកស្បៀងហ្នឹងធ្វើការផ្លាស់ប្ដូរចេញទៅទុកគេជាអ្នកយាមអីចឹងណាហើយនៅពេលហ្នឹងស្រាប់តែលោកមេទ័ពវ៉ាហ្នឹងក៏បាន
ដើរចូលមកក៏ធ្វើឲ្យយាយឈីងនឹងបានដឹងការពិតថាតាមពិតទៅគឺជាលោកមេតបវាងនឹងសោះហើយតាហ៊ានម្នាក់ដែលយាយឈីងបានចាប់ខ្លួនមកហ្នឹងក៏គេនឹងលែងធ្វើទៅតាមបញ្ជារបស់យាយឈីងហើយដោយសារតែបានចូលមកដល់ជំរំរបស់គេណាមួយទៀតក៏លោកមេតបវាងនឹងអញ្ចឹងគេក៏បាននិយាយបញ្ជារួចហើយក៏ឲ្យសញ្ញាលោកមេតបវាងក៏ធ្វើឲ្យលោកមេតបវាងហ្នឹងបានដឹងថាយាយឈីងជាមួយនឹងលោកមេតបយីហ្នឹងគឺជាមនុស្សឬមួយក៏ជាសត្រូវរបស់ពួកគេហើយហើយផៃស៊ីនជាមួយនឹងហានចិនហ្នឹងគឺបានមកដល់ផ្ទះអ្នកភូមិហើយប៉ុន្តែបាត់យាយឈីងបាត់ហើយអញ្ចឹងពួកគេក៏ដឹងថាយាយឈីងហ្នឹងគឺច្បាស់ជាចេញប្រតិបត្តិការដូច្នេះតើផៃស៊ីនហ្នឹងក៏បញ្ញាមកកាន់គោលដៅរបស់ខ្លួនកំឡុងពេលដែលកូនចៅរបស់យាយឈីងជាមួយនឹងខាងកូនចៅរបស់លោកមេតបវាងហ្នឹងកំពុងតែបើកការប្រយុទ្ធជាមួយនឹងគ្នាផៃស៊ីនថាតែបានជួយសង្គ្រោះយាយឈីងដែលកំពុងតែឈរដែលមិនដឹងថាវាយគ្នាយ៉ាងម៉េចជាមួយនឹងពួកកងទាហានអស់ហ្នឹងសម្រាប់ហានចិននៅវិញគេក៏បានចាប់ខ្លួនលោកមេតបវាងហ្នឹងបានដែររួចពីនឹងមកផៃស៊ីនហ្នឹងគេក៏បាននាំយាយឈីងមកសម្រាប់នៅឯជំរំទ័ពរបស់គេហ្នឹងក៏ប៉ុន្តែនៅក្នុងជំរំរបស់ផៃស៊ីនហ្នឹងគឺមានក្រែកេងតែមួយទេដំបូងឡើងក៏រៀងអៀនជាមួយនឹងគ្នាដែរមិនដឹងថាកេងជាមួយនឹងគ្នាយ៉ាងម៉េចទេប៉ុន្តែនៅពេលដែលពួកគេបាននិយាយគ្នាបន្តិចទៅមនុស្សចេតនាហ្នឹងក៏បានចាប់ផ្ដើមកើតឡើងផៃស៊ីនហ្នឹងគេក៏បានថើបយាយឈីងដែលក្តីស្រឡាញ់ឲ្យយាយឈីងហ្នឹងគេក៏បានព្រមទទួលការថើបរបស់ផៃស៊ីនដែរដូច្នេះហើយក៏ធ្វើឲ្យពួកគេហ្នឹងបានកេងក្រែរួមគ្នាទៅលោកដល់ពេលព្រឹកឡើងលោកមេតបយីហ្នឹងក៏បានធ្វើការរាយការណ៍ឲ្យផៃស៊ីនបានដឹងថាចំពោះកងទ័ពដែលត្រៀមនឹងធ្វើការបោះបោរហ្នឹងក៏ពួកគេហ្នឹងបានចាប់ខ្លួនបានហើយរួមជាមួយនឹងលោកមេតបវាងហ្នឹងក៏បានសារភាពចំពោះផែនការរបស់ខ្លួនដែលមានសម្ដេចស៊ឺលឺមីងហ្នឹងនៅពីក្រោយខ្នងសម្ដេចស៊ឺលឺមីងហ្នឹងគឺជាម្នាក់ដែលមានពាក់អាវរៀងមាដែលបើយើងបានឃើញការពីលោកមុនហ្នឹងតែគាត់ហ្នឹងគឺជាអ្នកដែលមានកំណត់នៅក្នុងការបោះបោរក៏ដូចជាអ្នកដែលរៀបចំនៅផែនការទាំងអស់ហ្នឹងក៏ប៉ុន្តែផៃស៊ីនហ្នឹងគេមិនជឿថាផែនការទាំងអស់នេះគឺជាកំណត់របស់សម្ដេចស៊ឺលឺមីងហ្នឹងទេអាចមានអ្នកណាម្នាក់គឺជាអ្នកដែលបញ្ជាគាត់នៅពីក្រោយខ្នងបន្ទាប់ពីបានពិភាក្សាគ្នាហើយផៃស៊ីនហ្នឹងគេក៏បានឲ្យហានចិនជាមួយនឹងលោកមេតបយីហ្នឹងធ្វើការចាត់ការរឿងរ៉ាវដែលនៅសល់ទៅក៏ទុកពេលវេលាឲ្យផៃស៊ីនជាមួយនឹងយាយឈីងហ្នឹងគេបាននៅតែពីរអ្នកគេសានឯសម្ដេចស៊ឺលឺមីងឯនេះវិញក៏ទទួលបាននូវស្បៀងរបស់ខ្លួនហើយក៏ប៉ុន្តែស្បៀងដែលគេទទួលបានហ្នឹងគឺជាអង្កាមទៅវិញក៏ធ្វើឲ្យគាត់ហ្នឹងបានខឹងជាមួយលោកមេតបវាងខ្លាំងមែនតើមិនដឹងថាលោកមេតបវាងហ្នឹងលែងល្បិចអីគេជាមួយនឹងគាត់នោះទេក៏ប៉ុន្តែសម្រាប់ជនអាចកំបាំងម្នាក់ហ្នឹងគេក៏បានគិតថារឿងនេះគឺមិនធម្មតាទេសង្ស័យតែមានរឿងអីបានកើតឡើងហើយគេក៏ផ្ដល់យោបល់ឲ្យសម្ដេចស៊ឺលឺមីងហ្នឹងទៅធ្វើការស៊ើបអង្កេតមើលសិនទៅឯផៃស៊ីនជាមួយនឹងយាយឈីងហ្នឹងក៏ចេញមកនិយាយគ្នានៅខាងក្រៅក៏ប៉ុន្តែផៃស៊ីនហ្នឹងគឺគេត្រូវទៅនិយាយការងាររបស់គេជាបន្តទៀតអញ្ចឹងទៅគេក៏បានឲ្យយាយឈីងហ្នឹងចូលទៅសម្រាប់នៅក្នុងជំរំទៅប៉ុន្តែយើងចាប់អារម្មណ៍ឃើញថាជនអាចកំបាំងម្នាក់ហ្នឹងបានលួចមើលពីសកម្មភាពរបស់ពួកគេអញ្ចឹងទៅពេលដែលយាយឈីងបានចូលដល់ជំរំហើយជនអាចកំបាំងម្នាក់ហ្នឹងក៏បានបន្លំខ្លួនធ្វើជាឲ្យយាយឈីងហ្នឹងចាប់អារម្មណ៍មកលើគេរួចហើយក៏ដេញតាមគេហ្នឹងរហូតមកដល់ក្នុងព្រៃតើជនអាចកំបាំងម្នាក់ហ្នឹងគេបានដោះរបាំងមុខគេចាញ់ហើយម្នាក់ហ្នឹងគឺជាមីងហឺសោះយាយឈីងហ្នឹងក៏មិននឹកស្មានថាមីងហឺហ្នឹងបានមកដល់នៅម្ដុំហ្នឹងដែរទេមីងហឺគេបានទម្លាក់កំហុសរឿងរ៉ាវគ្រប់យ៉ាងដែលគេហ្នឹងបានធ្លាក់មកដល់ដំណាក់កាលហ្នឹងដែលគេហ្នឹងគ្មានមុខមាត់មិនអាចចូលនៅក្នុងសង្គមបានក៏ដោយសារតែយាយឈីងជាមួយនឹងផៃស៊ីនហ្នឹងដែរយាយឈីងហ្នឹងគេក៏បានថានេះគឺជាកំហុសរបស់មីងហឺជាអ្នកសាងអញ្ចឹងហើយមីងហឺជាអ្នកទទួលនៅកំហុសហ្នឹងដោយខ្លួនឯងក៏ប៉ុន្តែទោះបីជាយាយឈីងហ្នឹងនិយាយយ៉ាងណាក៏មីងហឺហ្នឹងគេនៅតែចោទប្រកាន់ទៅលើយាយឈីងជាមួយនឹងផៃស៊ីនហ្នឹងដែរជាពិសេសគឺចំពោះផៃស៊ីនតែម្ដងមិនត្រឹមតែអញ្ចឹងមីងហឺហ្នឹងគេក៏បានថាសម្ដេចស៊ឺលឺមីងហ្នឹងគឺជាមនុស្សដែលអត់ប្រយោជន៍គេខំរៀបចំផែនការឲ្យហើយប៉ុន្តែបែរជាមិនបានការទៅវិញអញ្ចឹងហើយមីងហឺហ្នឹងគឺបានសម្លាប់សម្ដេចស៊ឺលឺមីងហ្នឹងបានហើយដែលបន្ទាប់ពីគេហ្នឹងបាននិយាយគ្នាជាមួយនឹងសម្ដេចស៊ឺលឺមីងមុនហ្នឹងពេលដែលសម្ដេចដើរចេញទៅគេក៏បានយកខ្សែពួរហ្នឹងគឺរត់កសម្ដេចហ្នឹងសម្លាប់ចោលតែម្ដងហើយគេថែមទាំងយកផ្លាកបញ្ជាតរបស់សម្ដេចស៊ឺលឺមីងហ្នឹងមកទៀតយាយឈីងហ្នឹងក៏ភ្ញាក់ផ្អើលជាមួយនឹងរឿងហ្នឹងដែលមីងហឺគឺជាមនុស្សដែលនៅពីក្រោយខ្នងចំពោះរឿងរ៉ាវទាំងអស់ក៏ប៉ុន្តែមីងហឺគេថាយាយឈីងហ្នឹងដឹងក៏ហួសពេលដែរចំណែកផៃស៊ីននេះក៏កំពុងនិយាយការងារជាមួយនឹងហានចិនដែលគេហ្នឹងមិនទាន់ដឹងថាយាយឈីងបាត់ខ្លួននៅឡើយទេផៃស៊ីនគេឲ្យហានចិនហ្នឹងគឺនាំខ្លួនលោកមេតបវាងហ្នឹងទៅកាន់រាជធានីវិញប៉ុន្តែផៃស៊ីនហ្នឹងថែមទាំងបានប្រើហានចិនហ្នឹងឲ្យទៅទិញអីមកកញ្ចប់អីគេឲ្យមើលទៅដូចជារបស់យាយឈីងឯងមើលទៅបន្ទាប់មកផៃស៊ីនគេក៏បានត្រឡប់មកជំរំវិញក៏ប៉ុន្តែមិនឃើញយាយឈីងទេហើយនៅពេលនោះស្រាប់តែមានព្រួយនាំសារមួយតម្រង់មកកាន់គេហើយសារហ្នឹងក៏គ្មានសារអីក្រៅពីសាររបស់មីងហឺទេគឺមីងហឺហ្នឹងហៅផៃស៊ីនមិនណាត់ជួបអីចឹងទៅដោយសារយាយឈីងនៅក្នុងដៃរបស់គេអញ្ចឹងហើយផៃស៊ីនហ្នឹងគេក៏បានមកតាមការណារបស់មីងហឺហើយណាគេក៏បានឲ្យមីងហឺហ្នឹងធ្វើការដោះលែងយាយឈីងទៅក៏ប៉ុន្តែមីងហឺហ្នឹងគេមិនយកព្រមដោះលែងយាយឈីងឲ្យស្រួលអញ្ចឹងគេក៏បានឲ្យកូនចៅរបស់គេហ្នឹងមកក្រុមធ្វើការចាត់ការជាមួយនឹងផៃស៊ីនប៉ុន្តែក្រុមមនុស្សរបស់មីងហឺ3 4នាក់ហ្នឹងមិនអាចធ្វើអីផៃស៊ីនបានទេអញ្ចឹងហើយមីងហឺហ្នឹងគេក៏បានដកកូនកបិតរបស់គេហ្នឹងភ្ជុងទៅកាន់យាយឈីងដើម្បីជាការគំរាមទៅកាន់ផៃស៊ីនដែរដែលបែបហ្នឹងទៅផៃស៊ីនហ្នឹងគេបានតបតជាមួយនឹងកូនចៅរបស់មីងហឺក៏ធ្វើឲ្យគេហ្នឹងត្រូវមួយដែររួចហើយទៅផៃស៊ីនហ្នឹងគេក៏បានធ្វើការតបតជាមួយនឹងកូនចៅរបស់មីងហឺយកតែមែនតែប៉ុន្តែកំឡុងពេលហ្នឹងមីងហឺហ្នឹងគេក៏បាននិយាយជាមួយនឹងយាយឈីងគេបានដឹងថាត្រឹមកូនចៅរបស់គេប្រមាណអ្នកហ្នឹងគឺមិនអាចយកឈ្នះផៃស៊ីនបានទេអញ្ចឹងហើយទៅគេគំរាមឲ្យផៃស៊ីនហ្នឹងបានត្រូវមួយដែររបស់កូនចៅគេក៏តែសារតែដែរហ្នឹងគឺមានជាតិពុលដែលអាចសម្លាប់ជីវិតរបស់ផៃស៊ីនបានឯផៃស៊ីនដែលកំពុងតែរងរបួសជាខ្លាំងហ្នឹងគេក៏បានសម្លាប់កូនចៅរបស់មីងហឺអស់ហើយអញ្ចឹងទៅមីងហឺហ្នឹងគេក៏ដឹងថាផៃស៊ីនបន្តិចទៀតនឹងស្លាប់អញ្ចឹងគេក៏ចង់បញ្ជូនយាយឈីងហ្នឹងឲ្យទៅកំដរជាមួយនឹងមីងហឺដែរប៉ុន្តែមានអ្នកគឺផៃស៊ីនហ្នឹងគេរហ័សណាគេបានគប់ដាវពីចង្អាយរបស់គេហ្នឹងទៅសម្លាប់មីងហឺនៅពេលហ្នឹងរួចហើយផៃស៊ីនហ្នឹងគេក៏បានបញ្ញាមកស្រ័យចំណងឲ្យយាយឈីងក៏ប៉ុន្តែគឺយាយឈីងហ្នឹងគឺតែសម្រក់ទឹកភ្នែកដោយសារតែផៃស៊ីនបន្តិចទៀតហ្នឹងគឺនឹងទៅចោលគេហើយផៃស៊ីនហ្នឹងក៏ព្យាយាមប្រាប់យាយឈីងថាកុំព្រួយបា
បារម្ភអីគេមិនកាត់អីទេហើយផៃស៊ីនឹងគេក៏បានដកអ្វីមកកញ្ចប់ឲ្យយកមកឲ្យយាយឈីងដែលនោះគឺជាស្ករគ្រាប់អញ្ចឹងការប៉ាត់យើងក៏បានដឹងថាផៃស៊ីនឹងគឺមានការចងចាំរឿងរ៉ាវកាលពីពេលវេលាមុនរបស់យាយឈីងកាលពីពេលវេលាដែលពួកគេនឹងទៅតែជួបគ្នាដំបូងដែលពេលហ្នឹងគឺផៃស៊ីនឹងគេបានលួចចេញមកលេងពិធីបូជាគៀងគោមនៅខាងក្រៅរួចហើយក៏បានជួបជាមួយនឹងយាយឈីងនឹងក៏បានរាប់អានជាមួយនឹងផៃស៊ីនគេក៏បានឲ្យស្ករគ្រាប់មកគ្រាប់នឹងទៅកាន់ផៃស៊ីនរួចមកពួកគេទាំងពីរនាក់ហ្នឹងក៏បានទៅធ្វើការដោះស្រាយនៅប្រស្នាជាមួយនឹងគ្នាហើយបន្ទាប់ពីការរៀបរាប់របស់ផៃស៊ីនហើយគឺផៃស៊ីននឹងគេក៏បានផុតដង្ហើមបាត់ហើយបើទោះបីជាយាយឈីងនឹងព្យាយាមហៅឈ្មោះរបស់ផៃស៊ីននិងរួនផៃស៊ីនយ៉ាងណាក៏ដោយក៏ផៃស៊ីននឹងគឺគេមិនត្រឡប់មកវិញដែរប៉ុន្តែយើងក៏មិនទាន់ភ័យអីសាច់រឿងរបស់យើងនឹងគឺមិនទាន់ចប់ត្រឹមនឹងទេបន្ទាប់ពីការស្លាប់របស់ផៃស៊ីនហើយពេលវេលារបស់អ្នកទាំងពីរនាក់ហ្នឹងក៏បានដើរថយក្រោយទៀតហើយតែយាយឈីងឥឡូវហ្នឹងជាមួយនឹងអាលោកហ្នឹងក៏កំពុងតែឈរគួយកូនផ្កាជាមួយនឹងគ្នាយាយឈីងហ្នឹងគឺនៅតែមានការចងចាំរឿងរ៉ាវរបស់ខ្លួនអាលោកហ្នឹងគេក៏បានប្រាប់យាយឈីងថាថ្ងៃហ្នឹងគ្រូបង្រៀនរបស់យាយឈីងហ្នឹងនឹងមកបង្រៀនយាយឈីងហើយយាយឈីងហ្នឹងគេមិនទាន់ដឹងថាគ្រូបង្រៀនរបស់គេហ្នឹងគឺជាអ្នកណាឡើយទេអញ្ចឹងនៅពេលហ្នឹងគ្រូបង្រៀនរបស់យាយឈីងហ្នឹងក៏បានបញ្ចូលជាមួយនឹងយាយឈីងហើយក៏ប៉ុន្តែគ្រូបង្រៀនម្នាក់ហ្នឹងគឺជាផៃស៊ីនរបស់យើងនឹងឯងប៉ុន្តែផៃស៊ីនហ្នឹងគេក៏មានឈ្មោះថ្មីហើយដែលមានឈ្មោះថាមូឈីងយាយឈីងហ្នឹងក៏ពិតជាភ្ញាក់ផ្អើលជាមួយនឹងវត្តមានរបស់មូឈីងប៉ុន្តែគេក៏បានសប្បាយចិត្តដែររួចហើយក៏បានសួរនាំមូឈីងហ្នឹងចង់ខ្លាចទៅជាស្ដេចឬមួយក៏អត់មូឈីងក៏បានបញ្ញាប់ខ្ទប់មករបស់យាយឈីងដើម្បីកុំឲ្យយាយឈីងហ្នឹងបន្តនិយាយអីផ្ដេសផ្ដាសទៀតប្រយ័ត្នតែមានអ្នកលឺហ្នឹងគឺច្បាស់ជាមានបញ្ហាហើយយាយឈីងហ្នឹងក៏គេមិនខ្វល់ដែរព្រោះគេកំពុងតែសប្បាយចិត្តរកគេក៏បានបញ្ញាប់អោបមូឈីងទៅហើយមូឈីងហ្នឹងគេក៏បានញញឹមអញ្ចឹងបានន័យថាប្រហែលជាមូឈីងហ្នឹងគឺនៅតែមានការចងចាំរឿងរ៉ាវកាលពីមុនរបស់ពួកគេហ្នឹងតើវាក៏បានធ្វើឲ្យពេលវេលាបច្ចុប្បន្នរបស់មូឈីងហ្នឹងគឺមូឈីងមិនមែនជារាជទេយាទមិនមែនជាអ្នកដែលត្រូវស្នូលតំណែងបន្តអីទេគឺជាគ្រូបង្រៀនធម្មតាចំណែកអាហារចិនណែវិញក៏គេហ្នឹងមិនបានធ្វើជាអង្គរៈរបស់រាជទេយាទអីដែរគឺគេហ្នឹងកំពុងតែធ្វើការនិទានរឿងតោះតែហានចិនតែងខ្លួនបែបហ្នឹងទៅមើលទៅសង្ហាដែរតែហើយចុះបើសិនជាមូឈីងហ្នឹងមិនមែនជារាជទេយាទអញ្ចឹងហេតុតែនរណាគេគឺជារាជទេយាទទៅមិនចម្លែកនោះទេអ្នកដែលធ្វើជារាជទេយាទហ្នឹងគឺជាភ័យយានរបស់យើងហ្នឹងឯងប៉ុន្តែចម្លែកត្រង់ថាភ័យយានលើកនេះគឺគេមានគូរបស់គេដែរហើយគូរបស់ភ័យយានហ្នឹងគឺជានារីដែលពាក់ស្បៃមុខកាលពីពេលវេលាកន្លងទៅដែលមានឈ្មោះថាសានកយានហ្នឹងឯងអញ្ចឹងឥឡូវហ្នឹងគឺគេខ្លាចទៅជាអ្នកម្នាងទាយារបស់ភ័យយានឯងបើយើងក៏លេចទៅមើលស្ពានខាងលើឯនោះវិញគឺយាឈីងជាមួយនឹងមូឈីងហ្នឹងក៏កំពុងតែឈរគយគន់ទេសភាពបនចង្គៀងកូនជាមួយនឹងគ្នាដូចជារួមផ្សំជាមួយនឹងទិដ្ឋភាពដែលកំពុងតែមានព្រើធ្លាក់ហ្នឹងតែទិដ្ឋភាពទាំងហ្នឹងគឺថាពិតជាស្រស់ស្អាតអស្ចារ្យខ្លាំងមែនតើអញ្ចឹងហើយមូឈីងហ្នឹងគេក៏បានថើបយាឈីងមួយទៅរួចហើយសាច់រឿងរបស់យើងហ្នឹងក៏ត្រូវបានបញ្ចប់តែត្រឹមហ្នឹងដែរអញ្ចឹងហើយយើងចាំជួបគ្នាជាមួយអេដមីនម្ដងទៀតនៅក្នុងសាច់រឿងប្រាជ្ញាភរិយាជាភាពបន្តជាមួយនឹងអេដមីនទាំងអស់គ្នាអរគុណច្រើនជម្រាបលាបាយបាយ